នេះយើងយកទៅរៀនប្រើយកទៅអីទៅបងគឺថាអែមែនតើណោះនេះតម្លៃធំតែ70រៀលជាងហើយបានប្រព័ន្ធ GPS បានកាមេរ៉ាជាពិសេសគឺយើងបានតលេអេក្រង់ទៀតណាបញ្ជាបញ្ជា smooth ហើយស្រួលកាមេរ៉ាវាយើងអាចប្រវល់ចុះប្រវល់ឡើងបានណានេះអីទេតម្លៃប៉ុណ្ណឹងគឺខ្ញុំថា the best ណាបងប្អូនគ្នាអ្នកដែលថាគាត់មានចងល់មាននេះអាចមើលបានបាទមើលកម្រិតកាមេរ៉ាផ្ទាល់ជាក់ស្ដែងបានអត់មានកាត់តអត់មានថតចេញពីដ្រូនផ្សេងទេគឺខ្ញុំបញ្ជាផ្ទាល់អ្នកងាកឆ្វេងងាកស្ដាំឲ្យឃើញកម្រិតកាមេរ៉ាវាផ្ទាល់វាច្បាស់ប៉ុណ្ណាហើយវាអែមប៉ុណ្ណាសួស្តីតគ្នាឥឡូវយើងមក unboxing ជាមួយនឹង L106 Max វីដេអូនេះយើងព្រៀនអំពីរបៀបប្រើប្រាស់ហើយនៅtrongវីដេអូយើងក៏បង្ហាញពីកម្រិតកាមេរ៉ាដែរពិសេសហ្នឹងក៏យើងមានព្រៀនក្នុងការបង្ហោះដែរក្នុងវីដេអូហ្នឹងយើងបើកប្រអប់មកភ្លាមវាទទួលបានជាមួយនឹងកាបូបយ៉ាងស្រស់ស្អាតនៅខាងក្នុងនេះមែនតើអ្នកនេះជាប្រភេទកាបូបយួរដៃហើយពណ៌វិញគឺស្អាតមែនតើសាមញ្ញអត់ខ្មៅទេគឺយើងដាក់ដ្រូននៅខាងក្នុងមួយឈុតវិញនេះតម្លៃ70រៀលជាងទេទទួលបានជាមួយនឹងដ្រូននេះខាងក្នុងគឺទទួលបានជាមួយនឹងដ្រូនមួយគ្រាប់ remote tele អេក្រង់នេះគឺជា tele ស៊េរីថ្មីបំពាក់អេក្រង់តែម្ដងហើយនេះគឺជាស៊េរីលើគេណាតោះគ្នាអាចមើលបាននេះ L106 Max GPS តែខ្ញុំហៅវាថា L106 Max GPS ហ្មងទេដោយសារឈ្មោះវែងពេកតោះគ្នាចឹងឥឡូវយើងមើលខាងក្នុងតែម្ដងនេះយើងទទួលបានជាមួយនឹងមួយ set នឹងស្អាតមែនតើអ្នកនរគ្នានិយាយទៅដ្រូននេះគឺខ្ញុំតេស្តឲ្យលក់ដាច់អស់ច្រើនស្តុកមែនតើអីឥឡូវយើងទៅតែចេញវីដេអូពេញហ្មងទេដូចទៅនឹង DJI Mini 2អញ្ចឹងគឺគេហៅវា nickname វាគឺ DJI Mini 2 copy ព្រោះដោយសារតែរូបរាងវាដូចសឹងនឹងថា97-98% ពីខាងលើពីអីផ្សេងៗហ្នឹងតែគឺជា remote control វ៉ាវគឺមានអេក្រង់យ៉ាងស្រស់ស្អាតតែម្ដងអេក្រង់នេះគឺយើងអាចមើលឃើញតែម្ដងណាមិនមែនអេក្រង់បញ្ឆោតទេណាគឺយើងមើលឃើញរូបភាពវានៅពេលដែលបញ្ជាតែម្ដងឥឡូវខ្ញុំបើកនេះឃើញបង្ហាញពីរូបភាពហ្នឹងគឺច្បាស់ល្អមែនតើ accessory មួយចំនួនទៀតមានជាមួយនឹងខ្សែសារឲ្យយើងរហូតដល់2ខ្សែមានជាមួយនឹងស្តាប់សកូរហូតដល់2គូហើយមានជាមួយនឹងខ្ចៅមួយគូក៏ដូចជាទល់ល្វីស្រេចយើងដូរស្លាប់នៅពេលយើងបុកប៉ះផ្សេងៗនេះសភៅណែនាំមាន2ដែរសភៅណែនាំពីដ្រូនមួយនេះគឺជាណែនាំពីដ្រូនហើយនេះគឺណែនាំពី app វាគឺវាដាក់លើនឹងតែម្ដងនេះគឺឈ្មោះថា OX Drone យើងអាច down app នឹងបានចូលក្នុង App Store ក៏បាន Play Store ក៏បានដែរដូចតែតគ្នាបានឃើញអញ្ចឹងគឺមួយ set របស់វាគឺមានបែបហ្នឹងតែម្ដងនិយាយទៅ full set តែម្ដងណាគ្នាមួយ set ឈុត$70ស្ដើងហ្នឹងគឺថ្មទំហំរហូតដល់2000មីលីអាំពែថ្មវាហើយកន្លែងសាកវានេះគឺនៅខាងក្រោយនេះយើងអាចដោះចេញពីដ្រូនមកយើងសាកថ្មវានៅខាងក្រោយនេះថ្មវាមានស្តុកច្រើនមែនតើគ្នានេះគឺសុទ្ធតែជាថ្ម L106 Max តែម្ដងមើលបាននៅខាងក្នុងណែថ្មវាឃើញអត់មានច្រើនគ្រាប់មែនតើបន្តមកទៀតយើងលាដៃវាខាងលើខាងក្រោមអញ្ចឹងមក remote control ក៏បាននេះបើថាអត់ដាក់ទេអ្នកគ្នាអាចដោតចូលបានក្បាល joystick ហ្នឹងណាមិនបើដ្រូនមានន័យពិបាកទេនេះប៊ូតុងខាងលើនេះចុចជាប់មកប្រហែលជា3វិនាទីឬសលេងវាហើយបន្តទៀតវាដំណើរការជាមួយភ្លើងក៏ដូចជាកាមេរ៉ាវាហ្នឹងគឺវាឡើងចុះដោយខ្លួនឯងតែម្ដងកាមេរ៉ានេះវាងើបចុះងើបឡើងដោយខ្លួនឯងតែម្ដងដល់ tele នេះអូមកប៊ូតុងខាងស្ដាំមកគឺ on នេះហើយចាំវាប្រហែលជា5 second ដើម្បីវាធ្វើការ connect score គ្នាក៏ដូចជាបង្ហាញជាមួយនឹងកម្រិតកាមេរ៉ាវាលើនេះតែម្ដងឥឡូវគឺវាស្គាល់គ្នាហើយឃើញអត់ឃើញកម្រិតកាមេរ៉ាវាលើហ្នឹងតែម្ដងអត់ជាមួយខ្ញុំបែរមកខាងក្រោយមកឃើញនេះគឺជាកាមេរ៉ាបតដ្រូនហ្នឹងគឺនិយាយទៅបង្ហាញនៅកាមេរ៉ាក៏ដូចជាបង្ហាញមកលើ tele ហ្នឹងគឺភ្លាមតែម្ដងអត់លើ remote control វាអត់មានអីស្មុគស្មាញច្រើនទេអ្នកលើប៊ូតុងលើចុចអេក្រង់នេះគឺអត់ប្រើទេអត់ប្រើសោះតែម្ដងហើយស្រាប់យើងចង់ភ្ជាប់ជាមួយទូរស័ព្ទឬក៏ភ្ជាប់អីយើងអាចភ្ជាប់បានទៀតណាដើម្បីពេលដែលយើងចង់ថតរូបភាពថតវីដេអូអីគឺយើងភ្ជាប់ជាមួយទូរស័ព្ទទេអ្នកនាងបិទអេក្រង់នេះភ្ជាប់ជាមួយទូរស័ព្ទយើងអាចធ្វើការថតរូបភាពថតវីដេអូចូលទូរស័ព្ទយើងបានដោយស្រួលតែម្ដងខ្ញុំមកប្រាប់អ្នកនរគ្នាអំពីរបៀបនៅក្នុងការភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីយើងអាចមើលកាមេរ៉ាវាក៏ដូចជាថតទៅចូលទូរស័ព្ទយើងណានេះគឺងាយទេអ្នកនរគ្នាគ្រាន់តែយើងធ្វើការបើកដ្រូនបែបនេះចុចវាបើកឲ្យជាប់ចឹងមកឃើញវាបើកម៉ាស៊ីនណា tele កុំតន់ណាបើកអីយើងចូល download app ឲ្យសិននេះ app នេះ app ហ្នឹងមិនមែនតន់ថាបើកដ្រូនទេណាគឺយើង download app ឲ្យហ្មងណាអ្នកនរគ្នា app វាមិញគឺឈ្មោះថា OX Drone នេះ OX Drone app មួយហ្នឹងអាមួយនេះយើង download app ហ្នឹងឲ្យមកបន្តមកទៀតយើងកំពុងចូល app យើងចូលទៅពាក្យថា setting ហើយចូលរកពាក្យថា Wi-Fi បន្តទៀតយើងអូសមកខាងក្រោមនេះឃើញអត់តន់លោតមកទេចាំវាមកស្ទុះសិននេះវាលោតមកហើយតែអត់មានចុច record ទេណោះនេះយើងចុចតែ connect មកចាំវាលោតសញ្ញា crease សិនយើងចូលមក app វាវិញមកចូលពាក្យថា OX Drone បែបនេះហើយយើងចុចពាក្យ play អូខេនេះគឺវានឹងបង្ហាញពីកម្រិតកាមេរ៉ារបស់ drone ឲ្យយើងឃើញនៅជាក់ស្ដែងតែម្ដងទៅកាមេរ៉ាវាកម្រិតប៉ុណ្ណឹងថតវីដេអូថតរូបភាពប៉ុណ្ណឹងអីគឺថា the best ណាខ្ញុំប្រាប់អ្នកនរគ្នាអំពីការថតរូបថតវីដេអូនេះគឺអានេះវីដេអូយើងចុចមកនេះគឺវាលោតរាប់នាទីអីមានន័យថាវាកំពុងតែ record វីដេអូហើយនៅពេលដែលយើងបិទវីដេអូហ្នឹងគឺវានឹងចូលទៅក្នុងទូរស័ព្ទរបស់យើងតែម្ដងជាមួយ10វិនាទីខ្ញុំបិទនេះខ្ញុំបិទចឹងមកហើយនេះគឺរូបភាពចុចមួយមកនេះយើងចុចពី allow តាមវាដើម្បីវា save ចូលទូរស័ព្ទយើងចុចមួយមកនេះគឺវាថតរូបអីអាហ្នឹងគឺមានថាវាថតចូលក្នុងទូរស័ព្ទយើងតែម្ដងហើយលើនេះវាបង្ហាញក្នុង GPS mode ថ្ម
chừng ngay cặp pua là bươn này chẳng từ anh này sọ đi chừng ngay sọ ấy cặp pua sọ ấy là bươn hơi miền bùn tông xe nhưng ai xạ mưa bị thay một ai tiệt bán á thì sau năng hơi nhưng khinh camera lưỡi còng hơi nhưng ai thu cả ba cái remote nằm đây bị chia bàn remote này nhưng ai ba chừng máu hai bữa tông mới tiết chăm vì mà tu sơn ở bên này cam mà sân sân chăm như thứ ca bật cho môi năng ấy còng nè bùa để sao nhưng sau lưỡi này hơi nè bùn tông mới nè bùn tông mới nắng cho việc chọp máu và 2 triệu bay viên tí việc bật ấy còng ấy hơi trốn cứ những nơi tại ai bị chia ban thầm này khởi nhất nhưng mà chia tới cứ camera biết đài này vậy chẳng mấy tha cứ biết score không gì nhưng ai chia ban thầm nào tặng ở tại mặt đồ này mình tha sẽ camera sẽ ấy rồi có trong và che một tờ sẽ nó cứ ai chia ban tặng ở tại mặt đồ với tiết thòng drone này miền chip e cứ drone miền chip e nó cứ việc bị xét hay cả đôi chỉ việc đọc hình như số nó trăng thả nó phải đi họ tới ngày việc đại sỉ va rồi có chất ọt môi tới ọt pay vậy tới ọt sơn miền hai này pay nông can để thật lẹ bạt y tế cứ viên tới các hot lắm mà bên nhà mặt đồ để sao tại viên miền chip e nông can chặt ti tăng sủng con ti tăng để yên họ trên từ cho tới cứยื่อสวัสดิភាពមែនតើសម្រាប់យើងប្រើប្រាស់ហើយនេះគឺមានន័យថាបតង joystick ពីរទំធំនេះគឺសម្រាប់យើងបញ្ជាទៅមុខទៅក្រោយឡើងលើចុះក្រោមដល់នេះគឺអាដ្រូនឥឡូវយើងដាក់វានៅក្រោមแบบហ្នឹងនេះយើងដាក់វានៅស្មើแบบហ្នឹងហើយមួយទៀតគឺបែរក្បាលទៅខាងណកកុំបែរក្បាលមកយើងបែរក្បាលមកយើងគឺយើងពិបាកក្នុងការបញ្ជាពិបាកក្នុងការ control ហើយពិបាកក្នុងការបរិញ្ញាអ្នកទាំងអស់គ្នាទៀតអញ្ចឹងយើងបែរក្បាលវាទៅមុខបែបហ្នឹងមកហើយយើងឈរពីក្រោយវាបន្តទៀត joystick ទាំងពីរនេះយើងអាចបញ្ជា motor វានេះគុំមកចំកែមពីរនេះគឺវាទៅការ world motor ដ្រូនnàyហើយបើនៅក្រៅផ្ទះវាមាន GPS លោតចាប់ពីលេខ10ឡើងគឺយើងហួយអាជួយនេះឡើងមួយមកគឺដ្រូននឹងខុសឡើងក្នុងប្រព័ន្ធ GPS ខុសនឹងយកតែម្ដងស្រាប់ប៊ូតុងទាំងអស់នេះវិញគឺជាប៊ូតុងមានថាយើង unlock យើងបញ្ឆេះម៉ាស៊ីនអញ្ចឹងចុចវាមួយយើងមកវា world motor អីបើយើងខ្ជិលអូនេះចុចតែនេះមួយតែមួយក៏បានដែរគឺវា world motor អីបើប្លុតគឺយើងទាញចំកលាក់ពីរនេះហើយប៊ូតុងនេះគឺជាប៊ូតុង return home នៅពេលដែលហោះទៅឆ្ងាយយើងចង់ឲ្យវាហត់ត្រឡប់វិញណាចុចតែប៊ូតុងនៅមួយមកគឺវានឹងធ្វើការហោះត្រឡប់មកវិញហើយហោះត្រឡប់មកទីតាំងដែលវាចាប់ GPS បានតែប៊ូតុងនេះគឺអត់តន់ទីកំណត់ឲ្យប្រើទេប៊ូតុងនេះគឺជាប៊ូតុងបិទបើក GPS អាហ្នឹងក៏ខ្ញុំអត់ណែនាំឲ្យប្រើដែរហើយសម្រាប់ប៊ូតុងពីរនេះវិញគឺសំខាន់ណាស់នេះគឺមានថាវា reset ហើយនិង calibrate មុននឹងហោះហើរគួរតែចុចប៊ូតុងនេះមួយប៊ូតុងខាងលើនេះចុចអាហ្នឹងមួយមកឲ្យវា reset drone សិនវាលោតភ្លើងរហូតដល់វាឈប់គឺមានថាវា reset ហ្នឹងគឺយើងដាក់វាស្មើដើម្បីឲ្យ drone នៅពេលដែលហោះទៅវានឹងល្អវាថ្លឹង motor គ្នាស្មើបានល្អងាយស្រួលក្នុងការហោះនេះប៊ូតុងមួយនេះចុចអាហ្នឹងមួយមកគឺវាលើ play đấy ហើយសម្រាប់ប៊ូតុងខាងក្រោមនេះគឺយើងប្រើម្ដងមកការបានហើយមានន័យថានៅពេលដែលយើងចុចមួយគឺ drone ហ្នឹងវាតម្រូវឲ្យយើងលើកពវល់ហ្នឹងនេះឃើញវាលោតភ្លើង play បែបហ្នឹងអត់លោតមួយវាអត់លឿនលឿនទេដល់ពេលលោតបែបហ្នឹងស្រួលទេហ្នឹងនេះយើងលើកវាពវល់មកស្ដាំចេះពវល់មកស្ដាំអញ្ចឹងចំនួនប្រហែលជាមកជុំហ្នឹងឬស្រែងទឺតយើងងើបកាមេរ៉ាវាឡើងងើបកាមេរ៉ាឡើងបែបហ្នឹងយើងពវល់វាមកជុំទៀតមករហូតដល់លឺទឺតហ្នឹងនេះលឺទឺតទៅគឺប៉ុណ្ណឹងអូខេហ្នឹងនេះប៉ុណ្ណឹងគឺមានន័យថាវាស្គាល់ក៏ដូចជាវាអូខេតែម្ដងសេរីកាមេរ៉ាចុះឡើងវិញគឺមានខាងលើនេះគឺនេះមើលទៅរូបក៏ឃើញដែរកន្លែងនេះគឺជាកន្លែងសេរីកាមេរ៉ាចុះឡើងយើងចង់សាកសេរីនេះយើងអាចសាកមកនេះហុញមកគឺឃើញកាមេរ៉ាវាងាកចុះហុញមកស្ដាំគឺឃើញកាមេរ៉ាវាងាកឡើងអីចឹងគឺងាយស្រួលហើយបើកន្លែងនេះលឿនមានថាបើយើងចង់ហោះកាន់តែលឿនយើងអាចហុញមកឬសលេងទឺតកាន់តែច្រើននិងកាន់តែលឿនណាអានេះលឿនទី1នេះលឿនទី2នេះលឿនទី3មានថាលឿនទី3ហ្នឹងគឺវាកាន់តែស្ទុះកាន់តែលឿននៅពេលដែលខ្យល់ខ្លាំងហើយយើងអាចប្រើលឿនទី3ទៅស្រួលក្នុងការហោះហើរផងពីដ្រូនមកប្រភេទហ្នឹងវិញគឺថាហោះបានឆ្ងាយដល់គ្នាចម្ងាយវារហូតដល់ 3500 ម៉ែត្រនិយាយទៅស្ពេចដែលក្រុងដាក់ឬដល់3គីឡូណាបងនេះ3គីឡូជាមួយនឹងកម្ពស់វារហូតដល់200ម៉ែត្រកម្ពស់វាខ្ញុំតែដល់200ម៉ែត្រហើយ motor វាគឺ motor ធំគឺជា motor brushless កាមេរ៉ាយើងអាចពវល់ចុះនេះ rotate ចុះ rotate ឡើងបានទាំងអស់មាន sensor ខាងលើនេះយើងអាចបិទបើកប្រើបានក៏ដូចជាវាប្រើជាមួយនឹង sensor ខាងក្រោមនេះ sensor ខាងក្រោមក្នុងការទប់នឹងនៅពេលដែលហោះក្នុងផ្ទះឬក៏ហោះកន្លែងអត់ GPS ជាងទៅមួយទៀតថង drone ដែលមាន GPS គឺ drone មាន GPS ហ្នឹងគឺវាពិសេសហើយក៏ដូចជាវាផ្ដល់ភាពងាយស្រួលហ្នឹងត្រង់ថានៅពេលដែលយើងហោះទៅឆ្ងាយវាដាច់សេវាឬក៏ចិត្តអស់ថ្មទៅអត់ភ័យនិយាយទៅអត់សូវមានហានិភ័យក្នុងការដែលថាធ្លាក់បាត់អីទេគឺវានឹងធ្វើការហោះត្រឡប់មកវិញតែម្ដងដោយសារតែវាមាន GPS ក្នុងការចាប់ទីតាំងសម្គាល់ទីតាំងដែលយើងហោះចេញទៅចឹងទៅគឺយើងសុវត្ថិភាពមែនទែនសម្រាប់យើងប្រើប្រាស់ចាប់ GPS បានណានេះ GPS គឺលោតឡើង30ហើយនិយាយទៅចាប់ពីលេខ10ឡើងឲ្យទៅលើស្រេចទឺតគឺយើងអាចធ្វើការហោះហើរបានហើយភ្លើងដ្រូនក៏លេងញាក់ដែរចឹងខ្ញុំ reset ទេគឺបញ្ឆេះ motor តែម្ដងហួយឲ្យចំ joystick នេះនិយាយទៅហួយឲ្យចំកលាក់កែមពីរហ្នឹងវាធ្វើការ world motor ហ្នឹងនេះ world motor បែបហ្នឹងហើយហួយប៊ូតុងខាងឆ្វេងនេះឡើងមកណាជំនួយហួយឡើងណាហួយឡើងមើលហួយឡើងបែរជាកម្ពស់1ម៉ែត្រ2ម៉ែត្រទេមកវាធ្វើការហន់នឹងល្អឯងមើលនេះមើលខាងលើចាក់ស្ដែងបានឃើញអត់អានេះខ្ញុំហត់ដល់កម្ពស់ធម្មតាបើគិតទៅវាមិនតដល់1ម៉ែត្រទេនេះមិនតដល់1ម៉ែត្រទេមើលលើក្រង់បានគឺ 0.8 ម៉ែត្រទេឃើញថាដ្រូនហោះហ្នឹងហើយមូលហេតុដោយសារតែដ្រូនមាន GPS ហ្នឹងនេះហើយរេទីហ្នឹងគឺដោយសារតែខ្យល់ហ្នឹងនេះអានេះខ្ញុំប្រើម៉ៃតែបានអត់សូវលឺខ្យល់នៅក្រៅចាក់ស្ដែងគឺខ្យល់ចូលទៅវារេតិចដែរដ្រូននេះយើងយកទៅរៀនប្រើយកទៅអីទៅបងគឺថាអែមមែនតើនេះតម្លៃធម្មតា70រៀលជាងហើយបានប្រព័ន្ធ GPS បានកាមេរ៉ា
ជាពិសេសគឺយើងបានតលេក្រង់ទៀតណែបញ្ជាអែមបញ្ជា smooth ហើយស្រួលកាមេរ៉ាវាយើងអាចប្រវល់ចុះប្រវល់ឡើងបានណានេះចង់ប្រវល់ចុះប្រវល់ឡើងយើងអាចប្រវល់បានតាមនេះតែម្ដងនេះតាម joystick នេះគឺយើងអាចរុញមកចង់ងាកចុះងាកឡើងនេះគឺយើងអាចងាកចុះងាកឡើងបានទាំងអស់តែម្ដងលើអេក្រង់វាគឺយើងអាចមើលរូបភាពឃើញផ្ទាល់តែម្ដងហើយបើកន្លែងសេរីកាមេរ៉ាចុះឡើងនេះគឺណានៅកន្លែងនេះយើងអាចសេរីមកនេះចង់ងាកចុះចង់ងាកឡើងគឺយើងអាចងាកបានទាំងអស់តែម្ដងគ្រាន់តែបញ្ជាមកគឺកាមេរ៉ាវាងាកចុះងាកឡើងតាមដែលយើងបញ្ជាឲ្យ smooth ល្អមែនតើណានេះតម្លៃប៉ុណ្ណឹងគឺប៉ុណ្ណឹងខ្ញុំអាចហ៊ាននិយាយថា smooth មែនតើនេះមិនថាដៃថ្មីឬក៏អីទេតម្លៃប៉ុណ្ណឹងគឺខ្ញុំថា the best ណាដល់គ្នាអ្នកដែលថាគាត់មានចង្អល់មាននេះអាចមើលបានបាទមើលកម្រិតកាមេរ៉ាផ្ទាល់ជាក់ស្ដែងបានអត់មានកាត់តអត់មានថតចេញពីដ្រូនផ្សេងទេគឺខ្ញុំបញ្ជាផ្ទាល់អ្នកងាកឆ្វេងងាកស្ដាំឲ្យឃើញកម្រិតកាមេរ៉ាវាផ្ទាល់វាច្បាស់ប៉ុណ្ណាហើយវាអែមប៉ុណ្ណាមើលបានបាទ106 Max អានេះតម្លៃតែ70រៀលទេ